បាទសូមជម្រាបសួរដល់បងប្អូនចាស់ជាការទាំងអស់ដូចជាសិស្សនិស្សិតទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចង់បង្ហាញបងប្អូនចាស់ជាការទាំងអស់ដើម្បីឲ្យជ្រាបនិងស្វែងយល់អំពីចិត្តសាស្ត្រ marketing ពាក់ព័ន្ធទៅនឹងពេលនៅក្នុងរដូវបុណ្យទានឬក៏នៅក្នុងកម្មវិធីពិសេសណាមួយដែលបងប្អូនចាស់ជីវកម្មអាចនឹងបង្កើតជាឱកាសដើម្បីធ្វើលក្ខណៈ promotion ទាក់ទាញអតិថិជនមកទិញនៅផលិតផលរបស់បងប្អូនបានច្រើនបាទអញ្ចឹងទេដោយសារតែនៅរដូវកាលនេះគឺបងប្អូនបានដឹងហើយថានៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិនប្រពៃណីជាតិចិនហើយបងប្អូនដឹងទេថារឿងជាតិចិនមាននៅក្នុងប្រទេសយើងតាំងពីពេលណាមកបាទមុននឹងខ្ញុំបង្ហាញអំពីយុទ្ធសាស្ត្រ marketing មួយចំនួនដែលទាក់ទាញអតិថិជនដែលយើងអាចបង្កើតនៅក្នុងរដូវកាលឱកាសណាមួយនោះខ្ញុំសូមដំណើរបង្ហាញបងប្អូនបន្តិចទាក់ទងជាមួយនឹងប្រវត្តិនៃជនជាតិចិនដែលបានមកតាំងទីដំណើរនៅក្នុងប្រទេសកម្ពុជាយើងនៅជនជាតិចិននេះគឺបានហូរចូលមកប្រទេសកម្ពុជាយើងតាំងតែយើងកកើតឡើងជានគរឬក៏ទឹកដីកម្ពុជារបស់យើងមកម្លេះនៅក្នុងសតវត្សទី1ពួកគេបានធ្វើដំណើរតាមសំពៅដើម្បីមកធ្វើជំនួយនៅក្នុងនគរខ្មែររបស់យើងហើយបានក្នុងនោះដែរមានកម្មករដែលជាជនជាតិចិនដែលធ្វើដំណើរតាមសំពៅតាមឈ្មោះដែលមករកស៊ីនោះភាគច្រើនគាត់មានការចាប់អារម្មណ៍និងស្រឡាញ់ជនជាតិខ្មែររបស់យើងបាទអញ្ចឹងក៏បានយកប្រពន្ធជាខ្មែរដើម្បីបង្កើនកូនពូនជាចៅរហូតមកដល់បច្ចុប្បន្ននេះបើតាមគ្រូដែលជាមន្ត្រីផ្នែកស្រាវជ្រាវនៅវិទ្យាសាស្ត្រវប្បធម៌និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជាបាទបើតាមដែលលោកបានបញ្ជាក់នោះគឺជនជាតិចិននៅកម្ពុជាគឺជាជនជាតិពូកែរុស្ស៊ីហើយច្រើនដែលរស់នៅក្នុងទីក្រុងហើយនឹងប្រជុំជនបាទហើយនេះគឺជារឿងដំណើរមួយខ្លីពាក់ព័ន្ធជាមួយនឹងបងប្អូនជនជាតិចិនហើយបងប្អូនយើងដឹងទេថាជនជាតិចិននៅក្នុងប្រទេសយើងបច្ចុប្បន្ននេះបាទមានប៉ុន្មានបាទដែលកំពុងរស់នៅក្នុងនេះគឺមានចែកជា2គឺជនជាតិចិនដែលគាត់មានសញ្ជាតិចិនបាទមកតាំងរស់នៅជាការរកស៊ីផងគឺមានជាចំនួននោះប្រហែលជាបាទយើងមាន form ចំណីមិនច្បាស់ទេក៏ប៉ុន្តែយើងអាចបានស្មានបានគឺខ្ទង់20ទៅ250000នាក់តែជាជនជាតិចិនហើយយើងអត់បានគិតជាអ្នកមកទេសចរទេមួយទៀតគឺខ្មែរបាទខ្មែរកាត់ចិនបាទយើងហៅថាកូនខ្មែរកាត់ចិនជាតួលេខគឺយើងមានប្រហែលពី900,000នាក់ទៅ1លាននាក់បាទបើយើងគិតទៅគឺច្រើនមែនតើហើយសឹងតែយើងអាចនិយាយលេងគឺនៅតាណាក៏ចិនបាទនៅតាណាក៏ចិនហើយខ្មែររៀងបបលស្អែមប៉ុណ្ណាក៏នៅតែថាកាត់ចិនអញ្ចឹងសឹងតែមួយប្រទេសសបល់ទៅចិនបាទហើយអញ្ចឹងទេទាំងអស់នេះហើយវាជាឱកាសដែលយើងអ្នកធ្វើការប្រកបមុខរបររកស៊ីនោះអាចបង្កើតជាឱកាសដើម្បីធ្វើឲ្យចំនួនការលក់ដូររកស៊ីរបស់បងប្អូនអាចលក់បានច្រើនបាទនៅក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិននេះហើយបងប្អូនត្រូវយល់ទៀតថានៅពេលដែលឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីចិនដែលយើងអាចនឹងរៀបចំយុទ្ធសាស្ត្រ marketing ដើម្បីទាក់ទាញពួកគាត់មកបានហើយបន្ទាប់ពីចូលឆ្នាំក៏យើងអាចនៅតែរក្សាពួកគាត់នៅទិញផលិតផលរបស់យើងដែរអញ្ចឹងវាជាឱកាសដែលយើងត្រូវកើតដូច្នេះបងប្អូនឃើញហើយនៅលើទីផ្សាររបស់យើងគ្រប់អាជីវកម្មទាំងអស់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិននេះគឺបងប្អូនសប្បាយ
រីករាយជាពិសេសនៅក្នុងការប្រកបមុខរបររបស់បងប្អូនមានកម្មវិធីយុទ្ធសាស្ត្រ marketing ច្រើនដើម្បីទាក់ទាញហើយប្រកួតប្រជែងនៅលើទីផ្សារបងប្អូនឃើញហើយមានផ្សារខ្លះក្រុមហ៊ុនខ្លះកន្លែងអ្នកលក់ដូរអាជីវករខ្លះគឺគាត់ប្រើយុទ្ធសាស្ត្របញ្ចុះថ្លៃបាទមានការបញ្ចុះថ្លៃច្រើនរហូតដល់70% 75% អីជាដើមនៅទី1គឺយុទ្ធសាស្ត្របញ្ចុះថ្លៃបាទមានខ្លះក៏គាត់ប្រើយុទ្ធសាស្ត្រទិញ2ថែម1បាទឬក៏ទិញ3ថែម2បាទអញ្ចឹងបងប្អូនជីវករសบายលក់ហើយបងប្អូនអតិថិជនក៏សบายទិញនៅក្នុងរដូវកាលនេះបាទហើយមានអាជីវករខ្លះគាត់ប្រើយុទ្ធសាស្ត្រទិញហើយចាប់អាំងប៉ាវដើម្បីផ្សងសំណាងយកលៀបសំណាងនៅក្នុងរដូវបុណ្យឆ្នាំចិននេះបាទខ្លះក៏ប្រើយុទ្ធសាស្ត្រទិញអស់លុយចំនួនប្រមាណហ្នឹងបានលុយត្រឡប់មកវិញឧទាហរណ៍ថាទិញអស់50ទទួលបាន$5មកវិញឬក៏ទិញ100អស់$100ទទួលបាន$10ត្រឡប់មកវិញកន្លែងខ្លះក៏អាចរហូតដល់$15 $20ត្រឡប់មកវិញហើយមានកន្លែងខ្លះទៀតជីវករបងប្អូនយើងខ្លះទៀតបង្កើតជាឱកាសនៅក្នុងការបង្វិលកងសងសំណាងដែលនៅក្នុងនោះសុទ្ធតែជារង្វាន់ជាទឹកប្រាក់បាទជាវត្ថុអនុស្សាវរីយ៍ច្រើនដើម្បីជូនបងប្អូនយើងឲ្យបានសប្បាយរីករាយនៅក្នុងរដូវបុណ្យចូលឆ្នាំចិននេះបាទហើយបងប្អូនម្ចាស់អាជីវករខ្លះទៀតគឺឆ្លៀតឱកាសនោះដើម្បីអីតែនៅអតិថិជនរបស់គាត់ឬក៏មួយរបស់គាត់ដើម្បីរក្សាឲ្យអតិថិជនឬក៏មួយរបស់គាត់ណានៅទិញផលិតផលរបស់គាត់បន្តទៀតបាទនេះគឺជាយុទ្ធសាស្ត្រដែលគាត់រក្សាអតិថិជនរបស់គាត់រក្សាមួយរបស់គាត់បាទអញ្ចឹងទេទាំងអស់នេះគឺជាអ្វីដែលបងប្អូនជីវករចាស់ជីវកម្មត្រូវស្វែងយល់ដើម្បីបង្កើតឬក៏ចាប់នៅឱកាសទាក់ទាញអតិថិជនរបស់យើងឲ្យបានច្រើនហើយមិនត្រឹមតែនៅក្នុងរដូវកាលចូលឆ្នាំចិនតែប៉ុណ្្នឹងទេបងប្អូនត្រូវតែចេះបង្កើតឱកាសមិនតែចូលឆ្នាំចិនទេគឺអាចចូលឆ្នាំខ្មែរអាចមានថ្ងៃសៅរ៍អាទិត្យអាចមានកម្មវិធីឬក៏ថ្ងៃពិសេសណាគឺបង្កើតឲ្យបានច្រើនដើម្បីទាក់ទាញអតិថិជនមកទិញផលិតផលរបស់យើងបានច្រើនដែរបាទអញ្ចឹងខ្ញុំមាននៅយុទ្ធសាស្ត្រមួយចំនួនដែលបងប្អូនអាចស្វែងយល់ហើយក៏អាចបងប្អូនអាចនឹកឃើញនឹងចង់ប្រើប្រាស់នៅយុទ្ធសាស្ត្រអីប្លែកពិសេសជាងនេះទៀតក៏អាចធ្វើបានយ៉ាងណាគឺសូមថាចេះបង្កើតឱកាសដើម្បីទាក់ទាញអតិថិជនយើងបានច្រើនកាលណាយើងទាក់ទាញគាត់ឲ្យមកទិញផលិតផលរបស់យើងគ្រប់គ្រងផលិតផលរបស់យើងនៅថ្ងៃនោះយើងនឹងទទួលបានឬក៏យើងអាចរក្សាគាត់ឲ្យទិញផលិតផលរបស់យើងពេលក្រោយទៀតដែរបាទចឹងខ្ញុំមានវីដេអូខ្លីប៉ុណ្នេះហើយសូមអរគុណច្រើនបាទសូមជម្រាបលាបាទពេលនេះយើងកូនចឹងកូនចឹងនេះមិនต้องមកនឹងប៉ាដែរគិតមិននេះមកចាំប្រាប់នៅក្នុងថ្ងៃទី16ខែកុម្ភៈនេះណានៅផ្សារជីបង Supermarket នឹងមានការចាប់អាំងប៉ាបងប្អូនណាគ្រាន់តែចំណាយអស់$28នឹងទទួលបានការចាប់អាំងប៉ាមួយ$88ទទួលបាន2$188ទទួលបាន3 $288ទទួលបាន4 $888ទទួលបាន5ហើយក្នុងនោះណាមានរង្វាន់ច្រើនមែនក្នុងនោះមានដូចជាធម្មតាកូឡាសម្បត្តិកុនសម្រាប់ឲ្យគ្នាយើងចូលមើលកុនហ្វ្រីនៅ Legend by Eye សម្បត្តិ discount 30% នៅ Paradise ហើយនឹងមាន voucher $2ទៀតកុំភ្លេចណាមកទិញទំនិញនៅផ្សារជីបង Supermarket ទាំងអស់គ្នា